បងប្អូនកូនចៅអស់លោកស្រីណាសិស្សគុណណាដែលត្រូវជាមេគ្រួសារនេះបាទយើងត្រូវគ្រប់គ្រងគ្រួសារទាំងមូលទទួលខុសត្រូវគ្រួសារទាំងមូលបាទសូមអញ្ជើញមើលច្បាស់ដើម្បីឲ្យមានជោគជតារាសីមានអំណាចឲ្យមានរិទ្ធក្នុងការគ្រប់គ្រងក្នុងគ្រួសាររបស់ខ្លួនផងក្នុងមុខរបររបស់ខ្លួនផងនិងការងារខាងក្រៅផងមេគ្រួសារត្រូវតែគេងឲ្យត្រូវដំណេករបស់ខ្លួនដែលជាមេគ្រួសារគេងបានដំណេកតែមួយគត់បាទតែគេងខុសដំណេកហ្នឹងគឺគេហៅថាបាត់បង់អំណាចបាទបាត់បង់ជោគជតារាសីមានន័យថាវាអត់គ្រប់គ្រាន់ណាវាអត់គ្រប់គ្រាន់វាអត់គ្រប់លក្ខណៈជា leader អញ្ចឹងយើងមើលសិនថា master room គឺជាបន្ទប់ដែលមេគ្រួសារគាត់ត្រូវសម្រាន master room បាទតាមរូបភាពជាឧទាហរណ៍នោះ master room នៅកន្លែងណា master room បាទទី1ត្រូវនៅចំហៀងខាងនេះគឺនៅចំហៀងខាងនេះហើយនៅខាងក្រោយទៅទៀតបន្ទប់ណានៅក្រោយគេហើយចំហៀងខាងនេះជាន់ក្រោមបងអស់តំណេកបាទតំណេកគឺបាទនេះមកចាមកគៀងណាតំណេកមកក្បាលចឹងហើយបើគាត់មានភរិយាត្រូវគេងចឹងបាទនេះជាតំណេករបស់ leadership គេថាលក្ខណៈជាអ្នកដឹកនាំត្រូវតែគេងនៅក្នុង master room ហើយគេងឲ្យត្រូវដំណេកយ៉ាងនេះទើបពេញលេញមានអំណាចមានជោគជតារាសីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងក្នុងការរលុយក្នុងការធ្វើការងារទាំងអស់បើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា